bạn bênนี้ยังនៅខាងចុងសល់បានមកចែកกระดาษភ្លើងแล้วនេះឲ្យឃើញតិចមែនទេในโรงโกនេះយើងទៅមើលកន្លែងគាត់ចាំកដោមតិចដល់ផ្លូវជាមែនទេបងប្អូននៅដំនេះបាទមើលទៅដែងស្មៅគឺបៃតងខៀវខ្ចីតែម្ដងដើមត្បែកដើមខ្នោបងប្អូននៅខាងចុងសល់អញ្ចឹងនេះបងប្អូននេះដើមស្អំនៅមានដើមឈើច្រើនគ្រាន់តែខាងនេះគឺអូលៀងស្រស់ស្អាតតែម្ដងនេះយើងចូលមកមើលរោងកដោបរបស់គាត់ដល់ហើយមានតាមត្រង់ចាំកដោបមកត្រង់ហ្នឹងបងចាំតាមមកត្រង់ត្រង់ខាងនោះឈប់ចាំហីនេះផ្ទះគាត់ណាត្រង់ខាងនោះឈប់ចាំមែនទេបាទเราមើលកដោបតិចបងប្អូនអានេះម៉ានថ្ងៃម៉ានខែហើយចិត្តមួយខែមិញចិត្តមួយខែចិត្តមួយខែអាយុវា20ជាងថ្ងៃអញ្ចឹងច្រើនមែនទែនចាំអានេះដាក់អីស៊ីមិញលឹកជែកហីអូដាក់ស្មៅបាទអញ្ចឹងបងប្អូនកដោបវាស៊ីស្រួលមែនទេមានស្មៅស្លឹកចេកហើយស្មៅផ្សេងវាស៊ីមែនទេតែនេះវាឡើងលើនេះឡើងក្តាំងហ្មងអានេះមិនវាក្តៅមិញអញ្ចឹងមើលកាត់ត្រង់ទូចមួយអញ្ចឹងចាំម្ដងមក1គីឡូដែរមិញចាំម្ដង10គីឡូដែរបាទចាស់គាត់នៅហ្នឹងឡូវមកថតចែកជូនឲ្យបងប្អូនទស្សនាដោបចិត្តល្មមចាប់ហើយម៉ានថ្ងៃមិនបានចាប់មិញ40ថ្ងៃឥឡូវបានរយៈពេល20ជាងថ្ងៃហើយឃើញថាច្រើនមែនទែនមើលសាក់រូតមើលបន្តិចមើលរូតមើលវាចេញអត់ចាំមើលវាយើងសាក់រូតមើលវាបន្តិចមើលវានៅតិចតួចដោយវាអត់ទាន់ចេញទេអញ្ចឹងយើងនឹងទៅមើលផ្នែកខាងក្នុងនឹងអស់គ្នាតើមានអីខ្លះបងប្អូនវាតើវាស៊ីអីខ្លះអូចេញមួយហើយចាប់វាចូលវិញចាប់វាចូលវិញស៊ីអីខ្លះយើងទៅមើលផ្នែកក្នុងអស់គ្នាអូបងប្អូននេះមានសិតតែស្មៅធម្មជាតិអូមានស្លឹកស្នាយផងហើយក៏ស្លឹកចេកហើយក៏ស្មៅផ្សេងបងប្អូនស៊ីស្រួលមែនទែនកដោបបងប្អូនចាំស្រួលមែនទែនយ៉ាមានលោតចេញខ្លះដែរនេះបងប្អូនអូយមើលនោះខាប់នៅខាងនោះតែម្ដងនោះមើលខាងលើបងប្អូនណាអញ្ចឹងឲ្យបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមអីយើងអាចចិញ្ចឹមបានកដោបទីផ្សារល្អដែរហើយខ្ញុំសួរគាត់1គីឡូអាចបាន10000ជាងទៅ20000ដែរណា